សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមាន4វិធីងាយៗជួយឲ្យថតវីដេអូមានគុណភាពជាងមុនដោយប្រើទូរស័ព្ទដៃចង់ដឹងថាមានអីខ្លះទៅជាមួយខ្ញុំចំណុចទី1តាក់ទងជាមួយនឹងប្លង់អ្នកនរគ្នាគួរតែរកប្លង់ណាដែលលាតបើសិនជាអត់មាន background ណាដែលអាចថតបានមើលទៅវា clean ស្អាតណាឲ្យតែវាមានសភាពលាតមិនមើលទៅរញ៉េរញ៉ៃវាមានអីដែលតាក់ភ្នែកខ្លាំងឧទាហរណ៍ថាអញ្ចឹងពណ៌សឬក៏អញ្ចឹងពណ៌ពងមាន់ឬក៏ពណ៌អីក៏បានដែរឲ្យតែវាមានអារម្មណ៍ថាលាតមិនមានអីដែលរញ៉េរញ៉ៃធ្វើឲ្យតាក់ភ្នែកអ្នកនរគ្នាអាចមានតុឬក៏មាន laptop ឬក៏មាន monitor អីដែលអាច set up បានណាអញ្ចឹងអ្នកនរគ្នាគួរតែដាក់ទៅដើម្បីឲ្យវាមើលទៅមានសភាពស្រស់ស្អាតដូចជាដើមឈើឬក៏កូនឈើកាមេរ៉ា speaker អីផ្សេងៗហ្នឹងអ្នកនរគ្នាអាច set up បានដែលដាក់ទៅឲ្យវាមានថាសភាពដែលស្អាតណាដើម្បីធ្វើឲ្យ background របស់យើងទាក់ទាញពន្លឺអញ្ចឹងអ្នកនរគ្នាប្រសិនបើត្រូវការថតវីដេអូដើម្បីឲ្យគុណភាពយើងមើលទៅវាកាន់តែមានគុណភាពណាគឺយើងមិនអាចខ្វះបានទេតាក់ទងមួយភ្លើងឬក៏ពន្លឺហ្នឹងហើយប្រសិនបើអ្នកនរគ្នាមាន budget ខ្ញុំរីកខមមិនណាគួរតែប្រើភ្លើងជាមួយពពុះ LED ដែលគេប្រើប្រាស់សម្រាប់ថតហើយបើយើងប្រើភ្លើងអំពូលយើងធម្មតាមើលទៅវាអត់សូវស្អាតទេអ្នកនរគ្នាហើយមួយទៀតយើងអាចនឹងប្រើប្រភេទភ្លើងតូចៗដែលវាអាចបដូរពណ៌បានដូចជាខ្ញុំប្រើនេះហ្នឹងដើម្បីឲ្យវាជួយធ្វើជា feel light អ្នកនរគ្នាចា៎នេះខ្ញុំប្រើប្រាស់ជាមួយនឹង Amaranth Go ដែលភ្លើងនេះទូចហើយតម្លៃធូរថ្លៃចុះបើសិនបើយើងអត់មានភ្លើងតែយើងគួរត្រូវធ្វើម៉េចអញ្ចឹងបើសិនជាអ្នកនរអត់មានភ្លើងទាំងអស់ហ្នឹងទេគឺយើងមានមួយវិធីទៀតគឺយើងប្រើប្រាស់ភ្លើងធម្មជាតិបានឲ្យពន្លឺធម្មជាតិតែម្ដងថតទីតាំងណាដែលវានៅជិតប្អួចដើម្បីឲ្យវាមានពន្លឺចូលឧទាហរណ៍ប្អួចរបស់ខ្ញុំនេះអញ្ចឹងយើងប្រើប្រាស់ភ្លើងធម្មជាតិដើម្បីជួយក្នុងការថតឲ្យវីដេអូរបស់យើងមើលទៅវាភ្លឺស្អាតអញ្ចឹងខ្ញុំនឹងប្រាប់ពីអ្នកនរគ្នាថាតើយើងប្រើប្រាស់ភ្លើងពីប្អួចហ្នឹងមិនតោះតើអ្នកនរគ្នាអញ្ចឹងដើម្បីយើងយកភ្លើងពីធម្មជាតិមកប្រើប្រាស់ក្នុងវីដេអូរបស់យើងឲ្យមើលទៅវាមានគុណភាពស្អាតជាដំបូងយើងត្រូវតែបើកប្អួចហ្នឹងដើម្បីឲ្យពន្លឺវាចូលខ្ញុំនឹងធ្វើការបិទភ្លើងរបស់ខ្ញុំទាំងអស់តែម្ដងដើម្បីយើងថតជាមួយភ្លើងចេញពីប្អួចអូខេអញ្ចឹងខ្ញុំបិទភ្លើងអស់ហើយថតប្លង់ហ្នឹងមែន No ពេលដែលយើងប្រើប្រាស់ភ្លើងធម្មជាតិណាហើយយើងនៅក្នុងបន្ទប់ទៀតបើយើងថតប្រច្រាស់អញ្ចឹងណាតួរបស់យើងអាងឹតឈឹងហ្មងអញ្ចឹងយើងត្រូវដូរប្លង់ direction ណាដែលវាស្របជាមួយនឹងពន្លឺដែលជះចូលមកក្នុងបន្ទប់របស់យើងអូខេបងប្អូនហើយនេះគឺជាលទ្ធផលដែលយើងអត់មានប្រើប្រាស់ភ្លើងជំនួយទេគឺយើងប្រើប្រាស់ភ្លើងធម្មជាតិតែម្ដងនៅពីខាងមុខខ្ញុំនេះគឺជាប្អួចហើយនេះគឺជាតុធ្វើការរបស់ខ្ញុំអញ្ចឹងយើងត្រូវរកប្លង់ណាដែលពន្លឺវាជះចូលមកត្រូវមុខយើងតែម្ដងអញ្ចឹងវាធ្វើឲ្យវីដេអូរបស់យើងនឹងវាភ្លឺស្អាតណាស់អ្នកនរគ្នាអញ្ចឹងមិនបាច់ចាំប្រើភ្លើងអីច្រើនទៀតក៏បានដែរអូខេអញ្ចឹងចូលមកដល់ចំណុចទី3គឺតាក់ទងជាមួយនឹងសំឡេងអញ្ចឹងទោះបីជាវីដេអូយើងស្អាត quality វីដេអូយើងល្អប៉ុណ្ណាក៏ដោយប៉ុន្តែបើសំឡេងមិនច្បាស់ទេឬក៏សំឡេងមានការរំខានច្រើនឬក៏ noise ខ្លាំងស្ដាប់អត់សូវបានក៏អ្នកមើលក៏គាត់ធុញនឹងវីដេអូយើងក៏អត់ចង់មើលវីដេអូយើងដែរដូចដែលខ្ញុំកំពុងតែប្រើនេះគឺ microphone wireless brand Smoric ដែលបានមកពីខាងកាមេរ៉ា Hard បើអ្នកចង់បានទៅហាងគាត់ទៅខ្វះមិនខ្វះ Heaven មកកណោចង់បានមកអីក៏បានដែរជាយើងត្រូវការ microphone wireless មួយទៅដើម្បីឲ្យគុណភាពសំឡេងរបស់យើងវាមានគុណភាពចុះបើយើងអត់មាន microphone យើងត្រូវធ្វើម៉េចបើអត់ microphone អ្នកនរគួរតែដាក់ទូរស័ព្ទឲ្យជិតសັບជីកឬក៏ជិតយើងហ្នឹងដើម្បីឲ្យយើងនិយាយទៅវាច្បាស់ចូលជាមួយនឹងទូរស័ព្ទដៃរបស់យើងណាអញ្ចឹងយើងកុំនៅឆ្ងាយពីទូរស័ព្ទពេកយើងត្រូវការនៅជិតឬក៏នៅគៀកបែបនេះទៅដើម្បីនិយាយឲ្យឮច្បាស់ Yes បើយើងមាន microphone ណាយើងដាក់ទូរស័ព្ទនៅហ្នឹងហើយយើងមកអង្គុយនិយាយនេះក៏បានដែរយ៉ាអ្នកនរនេះឃើញហ៎អញ្ចឹង microphone គឺវាជួយកន្លែងហ្នឹងគឺយើងដើរទៅឆ្ងាយមិនឬក៏សកម្មភាពមិនក៏ដោយក៏សលេងនៅតែច្បាស់ល្អជានិច្ចអញ្ចឹង microphone គឺសំខាន់អូខេអ្នកនេះចូលមកដល់ចំណុចទី4ចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងការ setting ទូរស័ព្ទដើម្បីយើងថតវីដេអូមើលទៅវាមានគុណភាពជាទូទៅខ្ញុំថត 4K ហើយ30 frame អូខេជាដំបូងអ្នកចូល setting តមកចូលកាមេរ៉ាហើយមើលខាងលើហ្នឹងគឺមានពាក្យថា record video អញ្ចឹងខ្ញុំថតយក 4K 30 frame ហើយមនុស្សមួយចំនួនគាត់យល់ច្រឡំថាតើថត 4K 60 frame បានថតទៅស្អាតអីអញ្ចឹងណាតែពិតអា frame rate ហ្នឹងគឺវាមិនមែនអាស្រ័យទៅលើគុណភាពវីដេអូអីទេគឺវាតតងជាមួយនឹង slow motion ឬក៏ល្បឿនធម្មតាអញ្ចឹងណាហើយបន្តមកទៀតចូលមកដល់កន្លែង format អញ្ចឹងកន្លែង format នេះគឺយើងយក most compatible ហើយ
យកហ្នឹងដោយសារតែកុំឲ្យមេកបាយហ្នឹងវាធំពេកណានោះនេះព្រោះដោយសារយើងថត storage stock ជាមួយនឹង SD ទូរស័ព្ទឯងអញ្ចឹងទូរស័ព្ទយើងវាមេទូចដែរអញ្ចឹងយើងថតតែប៉ុណ្្នឹងមកគឺវាបានហើយកន្លែង video capture នេះគឺខ្ញុំថត Apple ProRes ដោយសារតែទូរស័ព្ទខ្ញុំថត lock បានចូលទៅកាមេរ៉ាទាំងអស់គ្នាអានេះគឺជា color ធម្មតាអានេះគឺជា lock តែបើទូរស័ព្ទអ្នកនរអត់មាន lock ទេថត color ធម្មតាក៏បានដែរឥឡូវខ្ញុំចូលឲ្យមើលតែម្ដងបើអ្នកនរគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកនរគ្នាជួយចុច follow ខ្ញុំមួយផងដើម្បីទទួលបាន tips ជាច្រើនទៀតខ្ញុំនឹងចែកម្លែកទៅកាន់អ្នកនរគ្នា